ធំខ្ញុំបាទសូមគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងសួស្តីដល់មិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះថេរ៉ុតថ្ងៃនេះមកដែរខ្ញុំនឹងធ្វើការបបបង្ហាញទាក់ទងនឹង project មួយដែលយើងនឹងធ្វើការ clone UI របស់ WhatsApp តាមរយៈ Flutter គឺមានន័យថាយើងនឹងប្រើប្រាស់ Flutter ទៅ clone UI របស់ WhatsApp បាទហើយនេះផងដែរគឺជា project overview ដែលយើងមាន introduction what VM to build tool we use main app screen key feature ហើយនឹងចុងក្រោយគឺយើងនឹងធ្វើការ demo project ផ្ទាល់តែម្ដងទៅនឹង introduction គោលបំណងដ៏ចម្បងរបស់ project មួយនេះគឺយើងគ្រាន់តែចង់អនុវត្តនៅការប្រើប្រាស់ Flutter ដើម្បីធ្វើការ develop ទៅលើ UI តែប៉ុណ្ណោះហើយអ្វីដែលយើងបានជ្រើសរើសនោះគឺជា interface របស់កម្មវិធីដែលមានប្រជាប្រិយភាពមួយនោះគឺ WhatsApp គឺយើងធ្វើការ clone UI របស់ WhatsApp តែម្ដងហើយការធ្វើ project នេះទៀតសោតគឺយើងគ្រាន់តែធ្វើការ copy ទៅលើ UI តែប៉ុណ្ណោះគឺយើងមិនបានធ្វើឲ្យ project ហ្នឹងគឺយើងមិនបានធ្វើឲ្យ app ហ្នឹងដំណើរការទាំងស្រុងដូចទៅនឹងកម្មវិធី original របស់គេនោះទេproject objective គឺយើងធ្វើការ recreate no main screen ហើយនឹង navigation មួយចំនួនរបស់ WhatsApp គឺយើងធ្វើឲ្យវាមានភាពស្រដៀងគ្នាទៅនឹង app របស់គេតែប៉ុណ្ណោះហើយយើងនឹង include នៅ key មួយចំនួនដូចជា tape សម្រាប់ chat សម្រាប់ status ហើយនឹង call ហើយនឹងយើងនឹងមាន chat list screen ហើយយើងមាន basic chat conversion ហើយយើងមាន basic status call screen ហើយនឹងយើងមានផ្ទាំង setting សម្រាប់ធ្វើការផ្លាស់ប្ដូរ dark mode light mode ហើយនឹង switch នៅ language ដែលយើងមាន support ពីរភាសាអង់គ្លេសហើយនិងភាសាខ្មែរទាក់ទងជាមួយនឹង technology ដែលយើងយកមកប្រើប្រាស់ទីមួយគឺ material design ដែលយើងដឹងហើយថាយើងប្រើប្រាស់នៅ component របស់ material design យកមកប្រើប្រាស់ដូចជា button ដូចជា app bar ឬក៏ list style អីជាដើមហើយយើងប្រើ provider ហើយនឹងយើងប្រើ localization សម្រាប់ធ្វើការ support នៅភាសាខ្មែរហើយនិងភាសាអង់គ្លេសហើយនឹងអ្វីដែលយើងមិនភ្លេចគឺ Flutter ហើយនឹង Dart បាទហើយនេះគឺជា main screen របស់ UI ដែលយើងធ្វើការ clone គឺយើងមានផ្ទាំងសម្រាប់ជជែកសម្រាប់ស្ថានភាពហើយនិងសម្រាប់ការ call ហើយនៅក្នុងកន្លែងជជែកហ្នឹងគឺយើងមាន screen list ទាក់ទងជាមួយនឹង chat list បាទហើយ key feature បាទចំណុចសំខាន់ដែលយើងធ្វើបាននៅលើការ clone UI របស់យើងគឺយើងមាន multiple tab គឺយើងមានដូចយើងដឹងហើយគឺមាន tab ចំនួន3គឺ chat status ហើយនិង call ដែលយើងប្រើ tab bar ហើយនិង tab view ហើយមួយទៀតគឺចំណុចដែល interactive គឺទៅលើ chat list នោះគឺការ swipe អាខ័យហើយនិងអនាខ័យហើយយើងប្រើប្រាស់នៅ Flutter slidable ហើយ localization គឺយើងមានពីរ option នៅក្នុងការ switch ភាសាខ្មែរអង់គ្លេសហើយនឹង dynamic theme switching គឺយើងមាន option សម្រាប់ធ្វើការ switch ទៅលើ dark mode ហើយនិង light mode ហើយនឹង theme ទៅលើ persistent តាមរយៈ share preference បាទហើយកុំឲ្យខាត់ពីយូរខ្ញុំធ្វើការ demo ទៅលើ real app តែម្ដងបាទនេះគឺជា main screen ដែលយើងបាន clone ទីមួយគឺយើងមាន chat នៅក្នុង chat ហ្នឹងគឺយើងមាន display ជា chat list ហើយផ្ទាំងហ្នឹងផងដែរគឺជា light mode នៅក្នុង chat list ហ្នឹងគឺយើងដូចយើងឃើញគឺយើងមាន slide swipe គឺយើង swipe ដើម្បីអាខ័យឬក៏អញ្ចឹងនៅពេលដែលយើង swipe អាខ័យគឺវានឹងធ្លាក់ចូលទៅក្នុងអាខ័យនេះអញ្ចឹងយើងក៏អាច swipe ដើម្បីអានអាខ័យផងដែរបាទអញ្ចឹងយើងអាចអានអាខ័យអញ្ចឹងក្នុងត្រឡប់មកវិញគឺយើងនឹងបានអានអាខ័យរបស់ chat មួយហ្នឹងហើយនៅពេលដែលយើងចុចទៅលើ chat នីមួយៗគឺយើងនឹងមាន screen chat detail បែបនេះហើយផ្ទាំងនេះគឺជាផ្ទាំងសម្រាប់ live mode ហើយនៅពេលហើយយើងក៏អាចផ្ញើសារ chat ផងដែរ
ដែលវាជាប្រភេទ temporary តែប៉ុណ្ណោះគឺយើងអាច send ទៅ hi បែបនេះប៉ុន្តែនៅពេលដែលយើងចូលមកវិញហើយយើងចូលទៅម្ដងទៀតគឺវាបាត់ហើយគឺវាគ្រាន់តែជា temporary message នៅក្នុងនេះក្នុង tab បន្ទាប់នោះគឺ tab status ដែលជាដែលយើងកន្លែងយើង post story ហើយយើងមាន display នៅ widget បែបនេះគឺមាន recent update ហើយនិង view update គឺយើងមាន2ហើយនឹង my status ហើយ my status នៅពេលដែលយើង click គឺគ្រាន់តែ show my tab on my status ហើយនៅពេលដែលយើង tab click ទៅលើឈ្មោះរបស់ contact របស់យើងគឺយើងនឹងឃើញជាលក្ខណៈ sample នៃ status របស់គាត់បាទអញ្ចឹងភ័យបន្ទាប់គឺយើងនិយាយពីការ call ក្នុង call ហ្នឹងគឺយើងមាន show list ជាបែបនេះហើយយើងក៏អាច clickable ទៅលើការ call ណាមួយឧទាហរណ៍ការ call មួយនេះគឺជា missing call បាទគឺ missing call គឺយើងអាច view screen បែបនេះហើយបន្ទាប់ទៀតយើងអាចមើលការ outgoing call អញ្ចឹងចំណុចបន្ទាប់ទៀតគឺកន្លែង tray 3នេះគឺជា option យើងចូលទៅកាន់ setting screen ដែលនៅក្នុង setting screen គឺយើងមានកន្លែងសម្រាប់ធ្វើការ switch light mode dark mode ឬក៏ system default ហ្នឹងគឺវានឹងធ្វើការចាប់ចេញពីប្រព័ន្ធរបស់ទូរស័ព្ទយើងបើសិនជាទូរស័ព្ទយើង set ជា dark mode កម្មវិធីរបស់យើងនឹង auto ទៅ dark mode បើសិនជាយើង switch ទៅ light mode សំទោសបើសិនជាទូរស័ព្ទរបស់យើងកំណត់ជា light mode គឺវានឹងចាប់ទៅលើ light mode អញ្ចឹងពេលដែលខ្ញុំ set យក system default ដោយសារ system default របស់ខ្ញុំគឺ light mode អញ្ចឹងឧទាហរណ៍ខ្ញុំចូលទៅដូរនៅលើ setting អញ្ចឹងនៅលើ setting ខ្ញុំនឹងធ្វើការ enable night mode អញ្ចឹងនៅពេលដែល enable night mode system របស់ទូរស័ព្ទរបស់យើងគឺដូរទៅ night mode អញ្ចឹងបូករួមជាមួយនឹងកម្មវិធីរបស់យើងក៏វាដូរទៅ dark mode ដែរបាទអញ្ចឹងនៅពេលដែលយើងដូរទៅ dark mode យើងអាចចូលទៅ review មើល screen ផ្សេងៗដូចជា call ហ្នឹងក៏ switch ទៅ dark mode status ហ្នឹងក៏ switch ទៅ dark mode ដែរ chat screen ហ្នឹងក៏ switch ទៅ dark mode ដែរហើយនៅពេលយើងចុច chat detail chat background ហ្នឹងក៏ switch ទៅ dark mode ផងដែរបាទហើយចំណុចបន្ទាប់នោះគឺ app language ក៏យើងមាន3 option ដែរគឺអង់គ្លេសខ្មែរហើយនឹង system default គឺចាប់ទៅលើ language របស់ system ទូរស័ព្ទយើងបើទូរស័ព្ទយើង set ទៅអង់គ្លេសគឺនឹងចាប់ទៅអង់គ្លេសបើ set ទៅជាខ្មែរនឹងចាប់ជាខ្មែរអញ្ចឹងខ្ញុំនឹងសូមធ្វើការ switch ទៅខ្មែរអញ្ចឹងពេលដែលខ្ញុំ switch ទៅខ្មែររាល់កន្លែងដែលខ្ញុំបានកំណត់គឺវានឹងចេញទៅជាភាសាខ្មែរអញ្ចឹងដូចជាករណីឯកជនភាពការជជែកការកំណត់នៅកន្លែងនេះគឺយើង switch ទៅជាភាសាខ្មែរអញ្ចឹងកន្លែងនេះមានជជែកមានស្ថានភាពមានការហៅអញ្ចឹងក៏យើងធ្វើការ switch ផងដែរបាទអញ្ចឹងទាក់ទងនឹងការបទបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងខ្ញុំបាទសូមអរគុណ